សូមគោរពសួស្តីជនរួមជាតិខ្មែរទាំងអស់គ្នាមានរឿងពីរដែលធ្វើឲ្យខ្ញុំហួសចិត្តប៉ុន្តែក៏ធ្វើឲ្យខ្ញុំមានមោទកភាពផងដែររឿងទី1កាលពីម្សិលមិញនេះសាខាទី30នៅស្តុបទេផនបើលក់ថ្ងៃដំបូងមានភ្ញៀវចូលទិញហូរហែភ្ញៀវខ្លះទិញ 20000 ភ្ញៀវខ្លះទិញកន្លះគីឡូភ្ញៀវខ្លះទិញ1គីឡូនៅពេលដែលពួកខ្ញុំកំពុងតែបញ្ញាក់ដៃអាំងសាច់ឲ្យភ្ញៀវហ្នឹងមានបងប្រុសម្នាក់គាត់មកដល់គាត់ថតរូបគោផងថតរូបស្លាកផងថតនេះថតនោះគ្រប់សពពេលកំពុងថតវីដេអូហ្នឹងគាត់និយាយបញ្ចូលសម្លេងក្នុងវីដេអូហ្នឹងថាណែមើលគោគេល្អណាតំណងណាគួរឲ្យឆ្ងាញ់ណាស់ដល់ទៅពេលខ្ញុំងាកទៅមើលគាត់ឃើញខ្ញុំងាកមើលគាត់ក៏និយាយថាថតឲ្យគ្នាមើលដើម្បីសម្រេចចិត្តទិញម៉ានហើយខ្ញុំម្យ៉ាងទៀតស្មានតែគាត់ហ្នឹងសាច់ញាតិប្អូនម្ចាស់សាខាផងព្រោះឃើញមកថតសាច់ចិត្តហ្មងបាទថតឆៅហ្មងបាទមកហ្នឹងគឺមកឆៅថតយកហ្មងខ្ញុំងាកមកអាំងសាច់បន្តទៀតចឹងទៅជួយអាំងសាច់ហ្នឹងស្រាប់ដល់ពេលថតមកឆ្អែតហើយស្រាប់ឡើងម៉ូតូខ្ញុំចាប់ផ្ដើមសង្ស័យហើយក៏សួរថាបងអត់ទិញទេគាត់ក៏ឆ្លើយទាំងអេះអញនេះសិនចាំមើលខាងលើសិនតិចទៀតដឹងហើយចេញម៉ូតូទៅប្រយយ៉ាងលឿនបាត់ឈឹងទៅឥឡូវរកស៊ីការលួចមើលគ្នាការចង់ដឹងចង់ភ្លក់រសជាតិអ្នកផ្សេងវាជារឿងធម្មតាប៉ុន្តែដល់ទៅពេលលេងមកឆៅដើរថតទៅពីទៅពីស្រែកចិត្តបាទគ្មានការអនុញ្ញាតពីម្ចាស់កន្លែងអញ្ចឹងខ្ញុំគិតថាមិនសមទេមិននឹកស្មានថាផ្ទះឆ្ងាញ់កោដុតមានឥទ្ធិពលដល់ម្លឹងសោះទៅបើកលក់នៅទីតាំងថ្មីសាខាមួយណាក៏តែងតែមានអ្នកនៅក្បែរនោះមកលួចមើលលួចថតលួចតាមដានលួចយកតម្រេះដែរនេះរឿងទី1រឿងទី2អាហ្នឹងហួសចិត្តជាងហ្នឹងទៀតមានហាងកោដុតមួយនោះនៅក្នុងបុរីពិភពថ្មីចំការដូងរកស៊ីយូរឆ្នាំហើយដែរប៉ុន្តែបន្លំខ្លួនធ្វើជាផ្ទះឆ្ងាញ់កោដុតខ្ញុំសាច់រឿងគឺវាបែបនេះមានបងប្រុសម្នាក់គាត់ល្បីផ្ទះឆ្ងាញ់កោដុតយូរហើយគាត់ចង់ញ៉ាំប៉ុន្តែគាត់អត់ទាន់បានស្គាល់ទីតាំងសាខាផ្ទះឆ្ងាញ់នៅចំការដូងហ្នឹងនៅណាទេគាត់ចាំច្បាស់គឺអតេសកោដុតរបស់ផ្ទះឆ្ងាញ់កោដុតហ្នឹងគឺពណ៌លឿងគាត់ស្មាននៅក្នុងបរិយាពិភពថ្មីចំការដូងហ្នឹងគាត់ក៏ជិះដើរជិះទៅក៏ឃើញហាងមួយនោះបាញ់ពណ៌ថ្នាំអតេសកោដុតហ្នឹងពណ៌លឿងដែរខ្ញុំសូមបញ្ជាក់បន្តិចកាលពីមុនអតេសកោដុតរបស់គាត់ហ្នឹងអត់មានបាញ់ថ្នាំពណ៌លឿងហ្នឹងទេបងប្រុសហ្នឹងឃើញអតេសកោដុតពណ៌លឿងប៉ុន្តែអត់មានឃើញដាក់ឈ្មោះថាផ្ទះឆ្ងាញ់កោដុតទេគាត់ក៏ចូលទៅសួរថាបងនេះសាខាផ្ទះឆ្ងាញ់កោដុតចំការដូងហ្នឹងមែនស្រាប់តែអ្នកលក់ហ្នឹងឆ្លើយទាំងកុហកថាបាទហ្នឹងហើយសាខាផ្ទះឆ្ងាញ់កោដុតបងប្រុសហ្នឹងក៏ទិញមកប្រអប់យកមកញ៉ាំទៅក្រោយមកទៀតប្រហែលថ្ងៃគាត់ក៏ជិះកាត់នៅលើផ្លូវព្រៃសរគាត់ក៏បានឃើញសាខាផ្ទះឆ្ងាញ់កោដុតពិតនៅលើផ្លូវហ្នឹងដោយមានបិទតែមនៅលើតេសមានយីហោផ្ទះឆ្ងាញ់កោដុតហ្នឹងគាត់ក៏ចូលមកសួរនាំទិញទៀតគាត់និយាយទៅកាន់កូនពៅម្ចាស់សាខាថាបងអើយសាខាផ្ទះឆ្ងាញ់កោដុតមាននៅក្រៅផងមាននៅក្នុងបរិយាទៀតកូនពៅអត់សោះម្ចាស់សាខាចំការដូងក៏ឆ្លើយវិញថាអត់ទេមានតែនៅនឹងមួយទេនៅក្នុងបរិយាអត់មានសាខាផ្ទះឆ្ងាញ់ទេបងប្រុសភ្ញៀវក៏ឆ្លើយថាអត់ទេពេលដែលខ្ញុំចូលទិញហ្នឹងគេថាគាត់សាខាដែរតាបានកូនពៅឆ្លើយវិញថាអត់ទេគេកុហកមានតែសាខាខ្ញុំមួយហ្នឹងគាត់ជួនអីសាច់គោក៏អាំងឆ្អិនហើយពេលកូនពៅអត់សក់កំពុងទៅកាប់បដាហ្នឹងបងប្រុសហ្នឹងគាត់ក៏ថាខ្ញុំសុំភ្លក់បន្តិចគាត់ក៏លោកដៃយកសាច់យកមកញ៉ាំដល់ហើយគាត់ថាឆ្ងាញ់ហើយឈ្ងុយទៀតទិញនៅក្នុងបរិយាថ្ងៃមុនហ្នឹងអត់ឆ្ងាញ់ទេស្បែកស្វិតសាច់ស្វិតគាត់ក៏លន់មកទៀតថាមែនការពិតគេកុហកខ្ញុំបងអើយខ្ញុំទៅសួរគេទៅគេថាហ្នឹងហើយសាខាផ្ទះឆ្ងាញ់កោដុតហ្នឹងរសជាតិអត់ឆ្ងាញ់ទេសំណាងហើយថ្ងៃនេះបានមកជួបកន្លែងពិតកុំអីហ្នឹងខ្ញុំយល់ច្រឡំនឹងចោទថារសជាតិផ្ទះឆ្ងាញ់កោដុតហ្នឹងអត់ឆ្ងាញ់ដូចផ្សាយសោះខ្ញុំអរគុណនិងមោទនភាពណាស់ដែលម្ចាស់ហាងមួយនៅក្នុងបរិយាពិភពថ្មីចំការដូងហ្នឹងគាត់ឲ្យតម្លៃមកផ្ទះឆ្ងាញ់កោដុតខ្ញុំខំបាញ់ពណ៌អតេសតាមខ្ញុំឲ្យដូចខ្ញុំហើយប្រាប់ភ្ញៀវថាជាសាខាខ្ញុំទៀតអរគុណបងណាដែលផ្ដល់កិត្តិយសនិងឲ្យតម្លៃមុននឹងបញ្ចប់ខ្ញុំមានទស្សនៈផ្ទាល់ខ្លួនមួយ
ជូនបងប្អូនទាំងអស់គ្នាពិចារណាក្នុងការរកស៊ីសូមបងប្អូនធ្វើអ្វីដែលជាខ្លួនឯងកុំព្យាយាមចម្លងកូពីពីអ្នកដទៃពិសេសកុំបន្លំខ្លួនធ្វើអ្នកដទៃទៅទៀតវាអន់បើមិនខ្មាស់គេក៏គួរខ្មាស់ខ្លួនឯងដែរហើយនៅពេលដែលគេដឹងយើងនេះគឺសូន្យហ្មងសាបហ្មងកុំខំប្រឹងប្រជែងជាមួយដៃគូផ្ទុយទៅវិញគឺប្រជែងយកឈ្នះខ្លួនឯងផ្ទះឆ្ងាញ់គោដុតមានរសជាតិល្អដូចថ្ងៃនេះមានគេឈ្មោះល្បីដូចថ្ងៃនេះគឺខ្ញុំប្រជែងនឹងខ្លួនឯងខ្ញុំអត់ប្រជែងជាមួយអ្នកដទៃណាទេហើយការលោភលួចមើលគេក៏ខ្ញុំទៅដោយសិលធម៌និងសុជីវធម៌ដែរបំណាច់ថាទៅលួចរៀនពីគេហើយខ្ញុំជួយទិញរបស់គេឲ្យថាដូចជាថ្លៃបងសាលាចុះអត់មានទៅឆៅដូចបងម្នាក់នោះថតយកគ្មានក្រែងគ្មានគោរពដល់គេម្ចាស់ហាងម្ចាស់កន្លែងសោះទង្វើគាត់ហ្នឹងប្រៀបបានដូចអញ្ចេះគឺចូលទៅក្នុងផ្ទះគេដល់ផ្ទះបាយដល់ប្រគុណអាចហ្មងបាទថតស្រែកចិត្តគ្មានកោតគ្មានក្រែងដល់ម្ចាស់ផ្ទះអីបន្តិចហើយក៏គ្មានភាពអៀនខ្មាស់ក្នុងខ្លួនអីបន្តិចដែរខ្ញុំចង់ជម្រាបចេះថាមុខរបរដូចគ្នាប៉ុន្តែរៀងខ្លួនអញ្ចឹងយើងខំប្រឹងខ្លួនឯងរៀងខ្លួនទៅមិនបាច់មកប្រជែងកាប់ចាក់បន្លំខ្លួនគ្នាអីទេមានបានមើលព័ត៌មានទេអង្គញាធំស្រុកខ្មែរឥឡូវនេះគេចាប់ដៃគ្នារកស៊ីអស់ហើយពួកគាត់អត់មានបានប្រជែងគ្នាទេណាកំពុងចំណាយលុយប្រមាណ$100 លាននោះបង្កើតមន្ទីរពេទ្យសិតតែអង្គញាធំសិនអ្នកអង្គញាបាទគេក៏មិនបានខំប្រឹងប្រជែងគ្នាខំគ្នាចាក់គ្នាអីដែរផ្ទុយទៅវិញគេមកចាប់ដៃគ្នារកស៊ីទៅទៀតខ្ញុំមិនចង់ឃើញខ្មែរប្រជែងគ្នារហូតដល់ថ្នាក់ខំហើយហួរគ្នាតាំងពីរឿងធំរហូតដល់រឿងតូចកប៉ិចកប៉ុកទេសង្ឃឹមថាបងប្អូនយល់ពីបំណងល្អរបស់ខ្ញុំដោយក្តីគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តខ្ញុំបានផ្ទះឆ្ងាញ់គោដុតស្នេហាជាតិសូមអរគុណសូមគោរពជម្រាបលា